សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ Dinner Tarot 346 ថ្ងៃនេះខ្ញុំធ្វើការដក B ជា collective reading សម្រាប់ទាំងអស់គ្នាមានថាអត់មានជាក្រុមទេគឺមានតែ collective reading តែមួយវីដេអូបើសិនជាប៉ះចំរឿងរបស់អ្នកណាគឺជារឿងរបស់អ្នកហ្នឹងហើយអញ្ចឹងបើសិនជាស្ដាប់ទៅមិនមែនជាធម៌ពលរបស់អ្នកទាំងអស់គ្នាអ្នកគ្នាអាចទុកវាចោលហើយមិនបាច់មើលទេជាវាការមើលក៏បានដែរតែកុំឲ្យតែយើងចាប់ធម៌ពលរបស់គេដាក់ខ្លួនណាបើសិនធម៌ពលល្អអត់អីទេបើសិនតែធម៌ពលមិនល្អយើងចេះតែចាប់ដាក់ក៏ល្អដែររបៀបអញ្ចឹងហ្នឹងហើយហើយខ្ញុំសុំទោសផងបើសិនជាវីដេអូរឿងងឹតអីទាំងអស់គ្នាដោយសារតែចំពោះការទូទីបៀមួយនេះគឺគេឲ្យអារម្មណ៍ខ្ញុំគឺអត់ឲ្យខ្ញុំប្រើភ្លើងភ្លឺគឺថាអារម្មណ៍ចង់ឲ្យប្រើទៅទៀនរបៀបភ្លើងរៀងលំអញ្ចឹងណាហើយដល់នេះមើលនេះខ្ញុំពីដើមមកគឺអត់ដែរស្ដាប់ Oracle card មុនទេខ្ញុំប្រើតែ Tarot card ហើយអ្នកដែលធ្លាប់មើលវីដេអូខ្ញុំដឹងហើយគឺនេះជាលើកទី1មកនាមស្ដាប់ Oracle card មុនជាទូទៅ Oracle card គឺនៅក្រោយ Tarot card រហូតប៉ុន្តែដល់ហេតុអីគឺការទូទីមួយនេះគឺគេឲ្យខ្ញុំចង់យកបៀហ្នឹងមកសាប់មុនហើយមើលអាហ្នឹងមុនរបៀបអញ្ចឹងណាអូខេឥឡូវកុំឲ្យខាតពេលការទី1យើងមាន Sagittarius ខ្ញុំព្យាយាមដាក់កាតនេះចូលក្នុងអស់ដើម្បីអ្នកឲ្យមើលឃើញទាំងអស់ណាការទី2យើងមាន Union ទី3យើងមាន Wisdom Passion ហើយនឹងការទី5គឺ Autocracy អូខេទុកពេលខ្ញុំផ្លែសិនម្យ៉ាងវិញទៀតអានេះគឺជា timeless reading ទាំងអស់គ្នាមានថាមិនថាពេលណាទេអ្នកដែលមកជួបវីដេអូនេះនៅពេលណាគឺស្ដាប់ទៅជាធម៌ពលរបស់អ្នកនរគ្នាគឺមានថាមាននិស្ស័យនឹងវីដេអូហ្នឹងគឺចក្រវាលគាត់ចង់ផ្ញើសារឬក៏ប្រាប់អ្នកនរគ្នានៅរឿងទាំងអស់ហ្នឹងឯងអូខេមិនខ្ញុំថា timeless reading មានន័យថាអត់មានគេថាកំណត់ពេលវេលាថាត្រូវខែនេះប៉ុន្តែដែលយើងមាន Sagittarius ខ្ញុំគិតថារឿងនេះអាចកើតឡើងក្នុងកំឡុងថ្ងៃទី22ខែវិច្ឆិកាទៅដល់ក្នុងកំឡុងពេលថ្ងៃ22ខែវិច្ឆិកានិងថ្ងៃទី21ខែធ្នូដោយសារតែនេះជា Sagittarius season ណាអញ្ចឹងវាអាចកើតមាននៅក្នុងគេហៅថា Sagittarius season ហ្នឹងឯងអូខេយើងមាន Wisdom Passion Union Autocracy មើលទៅដូចល្អដែរទាំងអស់គ្នាសម្រាប់ទាំងអស់គ្នាដែលកំពុងតែគេហៅថាមាន passion ឬក៏មាន inspiring ឬក៏មានគេហៅថាគោលបំណងអ្វីដែលនេះចូលចិត្តធ្វើអ្នកនេះមិនថារឿងស្នេហ៍មិនថារឿងនេះជារឿងស្នេហាឬក៏រឿងការងារឬក៏រឿងអីទេគឺ passion នឹងចង់និយាយពីអ្វីមួយអ្នកនេះគេហៅថាចូលចិត្តឡើងងប់របៀបថាវាជាដង្ហើមនៃការរស់នៅរបស់អ្នកនេះរបៀបអញ្ចឹងមួយថ្ងៃហ្នឹងអ្នកនេះអត់ទៅធ្វើអាហ្នឹងគឺអ្នកនេះអត់ចិត្តទេគឺអ្នកនេះចូលចិត្តធ្វើរឿងហ្នឹងហ្មងមិនថាវាជារឿងស្នេហាឬក៏រឿងការងាររឿងលុយរឿងអីមិនដឹងទេតែរឿងមួយហ្នឹងឯងតែនេះមាន passion ហ្នឹងហើយខ្ញុំមើលទៅគឺអ្នកនេះមានសក្តានុពលអ្នកនេះមានសក្តានុពលអ្នកនេះមានគេហៅថាភាពចំណេះដឹងគ្រប់គ្រាន់មានភាពឆ្លាតវៃដើម្បីគេហៅថាធ្វើរឿងហ្នឹងកើតឡើងបានណាហ្នឹងហើយជាមួយនឹងWisdom នេះអ្នកនរឃើញនៅខាងលើនេះគឺជាសញ្ញា Jupiter ជា planet Jupiter ទាំងអស់គ្នាខ្ញុំដឹងថានេះមាន planet ច្រើនយើងមាន Mars យើងមានចំផ្លេច Venus ហ្នឹងហើយប៉ុន្តែបើខ្ញុំផ្ដោតទៅលើ Jupiter ខ្លាំងដោយសារតែយើងមាន Sagittarius នេះហើយម្យ៉ាងវិញទៀតគឺខ្ញុំទទួលអារម្មណ៍ energy របស់ Jupiter ហ្នឹងខ្លាំងមានន័យថាម៉េច Jupiter ហ្នឹងគឺតំណាងឲ្យផែនដីនៃសំណាងអញ្ចឹងណារបៀបអញ្ចឹងខ្ញុំមានអារម្មណ៍ថាអ្នកនរគ្នាគឺកំពុងត្រូវបាន support មានថាត្រូវបានជួយជ្រោមជ្រែងពី universe គឺចក្រវាលហ្នឹងឯងដែលគាត់ជួយជ្រោមជ្រែងអ្នកនរគ្នានៅក្នុងកិច្ចការហ្នឹងទី1ប៉ុន្តែពឹងទៅលើគាត់មួយគឺវាមិនអាចទៅរួចទេរឿងហ្នឹងខ្ញុំចង់និយាយថាខ្ញុំមើលការសហការនេះវាអាចមានន័យច្រើនអញ្ចឹងវាពឹងទៅលើគាត់មួយគឺមិនអាចទៅរួចទេមានថាពឹងទៅលើអ្នកនរគ្នាខ្លួនឯងផ្ទាល់នឹងជួយខ្លួនឯងមានថាដោយពួកពាក្យគេនិយាយថាបើយើងចង់ឲ្យគេជួយយើងត្រូវតែជួយខ្លួនឯងសិនអញ្ចឹងណារបៀបអញ្ចឹងនៅដូចជាការសហការគ្នារវាងអ្នកនរគ្នាហើយនឹងចក្រវាលអញ្ចឹងនៅក្នុងការធ្វើរឿងហ្នឹងគឺគាត់ជួយគ្រប់គ្រងអ្នកនរគ្នាក្រោយហើយតែសំខាន់អ្នកដែលធ្វើឲ្យរឿងជោគជ័យគឺអ្នកនរគ្នាខ្លួនឯងយ៉ាងនេះមើលនេះគឺ King ចង់និយាយថាគ្រាប់អុកទាំងអស់នេះគ្រាប់នេះវាមានសញ្ញាដូចក្រោនមកកុដហ្នឹងមានថាយើងដឹងហើយអុកវាមានកូនអុកហើយនឹងស្ដេចអុកអានេះគឺរបៀបថាមិនចេញក្រៅកាមេរ៉ាសុំទោសស្ដេចអុកខ្ញុំថតតែមួយរបៀបថាខ្ញុំនិយាយថាមិនអញនិយាយថាជោគជ័យក៏ថាបានអញនិយាយបានថា
គឺអ្នកនេះគឺមានគេហៅថា authority ឬក៏អំណាចនៅក្នុងដៃហើយអ្នកនេះមើលនេះអានេះមាន crown ទេឃើញអញ្ចឹង crown ដូចគ្នាជាប់គ្នាដល់2ដងខ្ញុំគិតថានេះជាប្រភេទមនុស្សឆ្លាតដែលជាប្រភេទមនុស្សដែលគេហៅថាអាចមានសក្តានុពលឬក៏មានគេហៅថាបាននិយាយពីអនាគតទៅនៅពេលដែលជោគជ័យអ្នកនេះអាចនឹងមានគេហៅថាមានអំណាចឬហៅថាទឹកមាត់ប្រៃអញ្ចឹងណាមានការសម្រេចចិត្តនៅក្នុងដៃដែលនិយាយទៅអាចគេស្ដាប់អាចគេធ្វើតាមបែបអញ្ចឹងណាហើយជាមួយក្លាបក្រហមក៏និយាយពីរឿងស្នេហាផងដែរតែបើនិយាយពីរឿងស្នេហាក៏ល្អដែរខ្ញុំចង់និយាយអញ្ចឹងរឿងស្នេហាវិញមនុស្សម្នាក់ហ្នឹងពេលយើងនិយាយពីរឿងស្នេហាវិញមនុស្សម្នាក់ហ្នឹងគឺលក្ខណៈហៅថាចាប់ផ្ដើមជាមួយអ្នកនេះជាលក្ខណៈហៅថាមិត្តភាពឬក៏ដៃគូក្នុងការរកស៊ីក្នុងការងារអញ្ចឹងណារបៀបអញ្ចឹងគឺមករបៀបអញ្ចឹងទីថាជាមិត្តផងជាសង្សារផងទីហៅរបៀបអញ្ចឹងណាមិនមែនគ្រាន់តែជាសង្សារមួយទេគឺជាប្រភេទមិនខ្ញុំចង់និយាយថាប្រភេទដែលអ្នកនរគ្នានៅពេលដែលឲ្យមានរឿងអីត្រូវពីគ្រោះគឺអ្នកនរគ្នាអាចទៅពីគ្រោះជាមួយម្នាក់នឹងបានរបៀបអញ្ចឹងណាគឺអាចជាដៃគូនិយាយទៅសួរស្ដាប់ហ្នឹងហើយមិនគ្រាន់តែគេហៅថាតែរឿងស្នេហារឿងលើខែឬក៏អីមួយមុខទេគឺអាចជាដៃគូរបស់អ្នកនរគ្នាហើយគឺចាប់ពីដៃគូហ្នឹងទៅគឺអាចនឹងគេហៅថាវិវត្តទៅអីទៀតចឹងទៅរបៀបចឹងណាទៅជាទំនាក់ទំនងស្នេហាចឹងទៅរបៀបចឹងតែគឺចាប់ដើមពីដៃគូពីការសហការពីអីហ្នឹងឯងចឹងបើសិនតើតោះនឹងស្នេហាអ្នកមានប្រហែលជាអាចជួបម្នាក់ហ្នឹងនៅកន្លែងធ្វើការខ្ញុំគិតថាអញ្ចឹងជាមួយនឹង union នេះអាចនិយាយថាអញ្ចឹងក៏ថាបានហ្នឹងហើយអាចជួបអ្នកនៅកន្លែងធ្វើការឬក៏អាចចាប់ដើមរបៀបជា co-worker ជាមិត្តភក្តិអីទៅអញ្ចឹងណារបៀបអញ្ចឹងហ្នឹងហើយអាចជាថកែអ្នកនរគ្នាផងក៏ថាបានដែរហើយរឿងហ្នឹងអាចកើតឡើងខ្ញុំនិយាយអញ្ចឹងគឺនៅអាចនៅក្នុងគ្រាន់តែអាចជាតែមិនថាមិនត្រូវតែចំតែក្នុងខែហ្នឹងហ្មងទេប៉ុន្តែគ្រាន់តែអាចជាដែលជាមាន Sagittarius នៅនេះហើយខ្ញុំទទួល energy strong គឺគេចង់ប្រាប់ថានៅក្នុង Sagittarius season មានថានៅក្នុងថ្ងៃទី22ខែ11ទៅដល់ថ្ងៃទី21ខែ12អូខេនៅមានអីទៀតហើយជាមួយនឹង passion នេះបើនិយាយពីស្នេហាវិញខ្ញុំគិតថាមនុស្សម្នាក់ហ្នឹងគាត់នឹងហ៊ានធ្វើអ្វីៗដើម្បីអ្នកនរគ្នារបៀបគេហៅថាបើគាត់ធ្លាប់តែគេហៅថាបជាគេឬក៏ចេះសម្រាប់អ្នកនរគ្នាគាត់បែរជាផ្សេងគាត់ទៅវាថារៀងតុនជាមួយអ្នកនរគ្នាចឹងទៅគាត់ធ្លាប់តែធ្វើរឹងដាក់គេមកជាមួយអ្នកនរគ្នាគាត់បែរជារៀងតុនផ្លែចឹងទៅរបៀបចឹងអ្នកនរគ្នាចាំមើលទៅយើងមើលស្ដាប់ទៅវារៀងខ្ជូតដែរចឹងណាហ្នឹងហើយគាត់ត្រូវច្រើនតែបដ ாய் តាមអ្នកនរគ្នារបៀបចឹងណាដោយសារតែការឆ្លាញ់នឹងឯងហើយដោយសារមួយទៀតគាត់ទុកចិត្តលក្ខណៈគ្នាផងជាមួយនឹង House នេះ Wisdom នេះគឺគាត់យល់ថានេះជាមនុស្សឆ្លាតខ្ញុំគាត់គាត់ចូលចិត្តអានេះថងនឹងឯងគឺជាមនុស្សឆ្លាតជាមនុស្សមានគេហៅថាអីគេភាពមានការតាំងចិត្តខ្ពស់ទៀតរបៀបចឹងណាហើយដូចខ្ញុំនិយាយចឹងមើលទៅវាល្អដែរនៅចុងចប់អ្នកនេះនឹងឈ្នះនៅរឿងដែលអ្នកនេះចង់ធ្វើហ្នឹងឬក៏ passion រឿងអ្វីក៏ដោយមិនថារឿងស្នេហាឬក៏រឿងអីដែលអ្នកនេះបងទៅធ្វើហ្នឹងដែលអ្នកមាន passion ទៅធ្វើហ្នឹងគឺអ្នកនឹងអាចយកឈ្នះនឹងទទួលជោគជ័យនៅក្នុងរឿងហ្នឹងណាព្រោះមើលទៅអ្នកនេះជាប្រភេទមនុស្សដែលគេហៅថាឆ្លាតហើយមានការតាំងចិត្តហើយមិនទៀតទេនេះមានសក្តានុពលទៀតសំខាន់អ្នកនេះមានការជួយពីក្រោយពីចក្រវាលទៀតមានការជ្រោមជ្រែងពីចក្រវាលរបៀបចឹងអូខេឥឡូវខ្ញុំសូមប្រើ tarot card ខ្ញុំចង់និយាយតើតើនឹង union នេះទៀតដែរខ្ញុំមិនឃើញរូបស្លាបពីរហ្នឹងឯងគឺស្លាបពីរហ្នឹងបើសិនជានៅក្នុងនេះវិញគេតំណាងឲ្យគេហៅថាស្លាប angel ស្លាបទេវតាហ្នឹងរបៀបចឹងមានថាការជួបរវាងអ្នកទាំងអស់គ្នានឹងមនុស្សម្នាក់ហ្នឹងណាគឺដូចជាបានចារទុកមកគឺមានថាចក្រវាលរៀបចំឲ្យមនុស្សម្នាក់ហ្នឹងមកជួបអ្នកទាំងអស់គ្នាដើម្បីមកជ្រោមជ្រែងអ្នកទាំងអស់គ្នាឬក៏ដើម្បីមកបំពេញឲ្យជីវិតរបស់អ្នកទាំងអស់គ្នាកាន់តែរីករាយកាន់តែប្រសើរចឹងទៅរបៀបចឹងណាឬក៏ធ្វើអ្នកជួយអ្នកនេះជោគជ័យចឹងទៅរបៀបចឹងហើយមែនតែអ្នកទាំងអស់គ្នាដែលសប្បាយចិត្តម្នាក់ហ្នឹងនៅពេលដែលគាត់បានធ្វើចឹងគាត់សប្បាយចិត្តដែរនិយាយថាស្មើភាពគ្នាហ្មងពីរអ្នកហ្នឹងហ្នឹងហើយនៅបានជួបគ្នាដូចជាការរៀបចំទុករបស់ទេវតាចឹងគេហៅថា Divine Union ណា
ខ្ញុំទទួលអារម្មណ៍មួយទៀតមនុស្សហ្នឹងឯងរ៉ូមែនទិកតែសារថាអីបើខ្ញុំនិយាយចឹងតែសារតែគឺថ្ងៃនេះខ្ញុំមានអារម្មណ៍ថាចង់ទូទៀតវាជាលក្ខណៈរ៉ូមែនទិកហើយមើលពីដើមមកគឺខ្ញុំអត់ដែរដាក់តែទៀន2ហើយភ្លើងអលឹមចឹងទេខ្ញុំខ្លាចថាវីដេអូចាប់ទៅអ្នកនេះមើលអត់សូវច្បាស់ចេះអូខ្ញុំខំដាក់ភ្លើងអាពីលើខ្ញុំបើកឡើងអស់មានភ្លើងមកបើកទាំងអស់សិតតែល្ងាចនេះធ្វើវីដេអូមួយនេះគឺអត់ឲ្យអារម្មណ៍ខ្ញុំបើកអីទាំងអស់គឺចង់ខ្ញុំធ្វើអញ្ចឹងរបៀបអញ្ចឹងខ្ញុំគិតថាម្នាក់ហ្នឹងឯងនឹងរ៉ូមែនទិកណាមួយយើងមានកលាបក្រហមនេះអញ្ចឹងគាត់អាចជាមនុស្សរ៉ូមែនទិកដូចគ្នាអូខេ thanks anything else thank you anything else for this connectivity and more devices for this connectivity thank you Tarot cards are watching. Okay, thanks. Anything else for this collective reading? Thank you. ខ្ញុំមិនអាចcan make this up អ្នកនេះមើលនេះគឺ Wheel of Fortune អ្នកហើយដែលធ្លាប់មើលវីដេអូដឹងថាវីដេអូ Tarot គឺ Wheel of Fortune គឺតំណាងឲ្យការផ្លាស់ប្ដូរវាសនាច្រើនតែនិយាយពីការផ្លាស់ប្ដូរពីអាក្រក់ទៅល្អអញ្ចឹងណាហ្នឹងហើយនៅនេះយើងមានការគ្រប់គ្រងពីចក្រវាលអញ្ចឹងគឺដូចខ្ញុំនិយាយអញ្ចឹងគឺអ្នកនេះដូចជាមនុស្សប្រភេទគេហៅថាមានសំណាងខ្ញុំនិយាយនៅ planet Jupiter ហ្នឹងគឺ planet ដែលតំណាងឲ្យគេហៅថាលៀបសំណាងអញ្ចឹងណាហ្នឹងហើយអញ្ចឹងរឿងហ្នឹងគឺចឹងហើយវាមានការគ្រប់គ្រងពីចក្រវាលផងហើយនឹងអ្នកខ្លួនឯងផងទៅវាអាចទៅជាបានទទួលជោគជ័យមកុដនេះគឺជារបស់អ្នកទាំងគ្នា crown ហ្នឹងគឺជារបស់អ្នកទាំងគ្នាមានថាអ្នកទាំងគ្នានៅបានគេហៅថាមិនណោះអ្នកដែលពាក់ crown ពាក់មកុដហ្នឹងរបៀបថាមនុស្សជោគជ័យឬក៏មនុស្សដែលមានគេមិនណោះមកខ្មែរគេស្គាល់ច្រើនគេកត់សម្គាល់យ៉ាងហ្នឹងឯងមនុស្សដែលមាន authority របៀបមនុស្សដែលលេចធ្លោក្នុងចំណោមរបៀបអញ្ចឹងណាហើយនឹងអានេះគឺមានថាអ្នកនេះគឺជា last one standing របៀបអញ្ចឹងហ្នឹងហើយបើសិនជារឿងនេះមានការប្រកួតប្រជែងវិញគឺអ្នកនេះនឹងទទួលបានជោគជ័យនៅក្នុងរឿងហ្នឹងចង់និយាយអញ្ចឹងណា last one standing ហ្នឹងណាហើយសម្រាប់អ្នកនរនេះមួយចំនួនខ្ញុំដឹងថាបានខ្ញុំទទួល energy ហ្នឹងទេជាមួយនឹង Four Pentacles នេះសម្រាប់អ្នកនរនេះជាទូទៅនេះគេនិយាយពី hold on ប៉ុន្តែ energy ខ្ញុំទទួលបានគឺអញ្ចេះវិញសម្រាប់អ្នកនរនេះមួយចំនួនដែលមានអារម្មណ៍ថាចង់បោះបង់ចោលណាបើសិនជាធ្លាប់ធ្វើនឹងយូរមកហើយតែវាមិនទាន់បានជោគជ័យអ្នកនរនេះក៏តែចង់បោះបង់ចោលឬក៏របៀបថាអស់សង្ឃឹមហើយរបៀបអីចឹងណាអ្នកនេះគិតបោះបង់អា passion អ្វីដែលអ្នកនេះចូលចិត្តចង់ទៅធ្វើឬក៏ចង់បាននឹងចោលហើយឬក៏មនុស្សនឹងចោលហើយបើនិយាយពីមនុស្សវិញណាគឺជាមួយ Four Pentacles នេះគឺដូចប្រាប់អ្នកនេះថាឲ្យ hold on ណាខ្ញុំលើមកថាទោះជាអ្នកនេះបោះបង់ចោលក៏ចាក់ក្បាលបោះបង់អ្នកនេះចោលហើយក៏អត់បោះបង់រឿងដែលនេះចង់ទៅធ្វើនឹងចោលដែលរបៀបគាត់ support គាត់គ្រប់គ្រងមកហ្មងរបៀបចឹងណាអាហ្នឹងអ្វីដែលខ្ញុំលើមករបៀបចឹងវិញ Seven of Pentacles ឃើញទេគឺដឹងថាអ្នកនរគ្នានឹងគឺកំពុងតែគេហៅថាសម្រាប់អ្នកនេះមួយចំនួនដូចមានអារម្មណ៍ថាហត់ដូចនឹងការរងចាំរបៀបចឹងតែដើមឈើខ្ញុំចង់និយាយថាមិនអាចតាមថ្ងៃហ្នឹងស្អែកដុះប្លុកហើយខាងស្អែកធំមានផ្លែផ្ការបៀបចឹងគឺត្រូវការពេលវេលានៅក្នុងការស្រោចទឹកឲ្យវាដុះបដាអញ្ចឹងទៅហើយវាអាចនឹងឆ្លងកាត់រឿងច្រើនទៀតពេលវាមានតកៅត្រូវបាញ់ថ្នាំអញ្ចឹងទៅទីហោឬក៏ចេះថែសារវាមកវាបានផ្លែផ្កាឲ្យយើងរបៀបអញ្ចឹងហ្នឹងហើយអញ្ចឹង Seven of Pentacles ហ្នឹងក៏អាចនិយាយមួយទៀតថារឿងហ្នឹងក៏វាអាចចិត្តមានផ្លែផ្កាហើយដែរតែអញ្ចឹងបន្ថែមអ្នកនេះ hold on មានថាកុំតន់បោះវាចោលរបៀបអញ្ចឹងណាហើយចឹងនេះមានភាពអំណត់បន្ថែមទៀតខ្ញុំដឹងថាអ្នកនរ energy ខ្ញុំចាប់បានគឺធ្លាប់មានភាពអំណត់នៅក្នុងរឿងហ្នឹងខ្លាំងណាស់ហើយរបៀបចឹងណាស់នឹងធ្លាប់ធ្វើរឿងហ្នឹងយូរណាស់ដែរហើយមើលទៅសម្រាប់អ្នកនេះមួយចំនួនរហូតដល់គេហៅថា
បាត់បង់ការជឿជាក់មិនថានេះរបៀបថាគេហៅថាហត់នឿយនឹងការរងចាំនឹងឲ្យវាទៅបានជោគជ័យសឹងថាខ្ញុំនិយាយថាមិននោះមិនមែនជាការបោះបង់ហ្មងទេប៉ុន្តែរបៀបថាសឹងថាទៅណាទៅលែងចង់ខ្វល់ហើយរបៀបចឹងណាប៉ុន្តែ universe អត់ទេគាត់នៅតែគ្រប់គ្រងអ្នកនរគ្នានឹងឯងរបៀបចឹងចក្រវាឡគឺគាត់នៅគ្រប់គ្រងអ្នកនរគ្នាអូខេហើយសម្រាប់តើទៅរឿងស្នេហាវិញខ្ញុំនិយាយមិញអញ្ចឹងពីមុនមកហើយអ្នកនរគ្នាស្ដាប់បាត់បានអាចខាទៅវិញបានណាគឺតែនឹងតើតូនការជួបមនុស្សនៅកន្លែងធ្វើការអញ្ចឹងទៅហើយពេលវេលាក៏ខ្ញុំនិយាយឲ្យដែរគឺអាចនៅក្នុង Sagittarius season ដែលចាប់ពីថ្ងៃទី22ខែវិច្ឆិកាដល់ថ្ងៃទី21ខែធ្នូហើយម្នាក់នឹងអាចជាដៃគូរបស់អ្នកនរគ្នាដៃគូធ្វើការផងគេអាចជាមិត្តភក្តិផងវាជាងមនុស្សដែលអ្នកអាចពិភាក្សាគេហៅថាទុកកង្វល់ជាមួយបានណាមិនមែនគ្រាន់តែស្រឡាញ់រឿងលើខែហើយនិយាយអីមួយក៏អត់បានដែរមិនមែនគឺប្រភេទមនុស្សអ្នកគ្នាជាដៃគូដែលអាច share រឿងជាមួយអ្នកនរគ្នាបានហើយម្នាក់ហ្នឹងគាត់បើសិនជាគាត់កាលពីមុនគាត់ធ្លាប់ធ្វើខ្លាំងវិញជាមួយអ្នកនេះគឺគាត់ធ្វើរៀងគេហៅថាខ្សោយអីចឹងទៅរបៀបថាគាត់ឲ្យអ្នកនេះឈ្នះដោយការស្រឡាញ់របៀបចឹងណាហើយណាមួយគាត់មើលទៅអ្នកនេះគឺអ្នកនេះឆ្លាតផងគាត់មានការទុកចិត្តអ្នកនេះច្រើនមើលទៅទុកចិត្តបើសិនអ្នកធ្វើការមួយគ្នាវិញគឺទុកចិត្តក្នុងរឿងការងារអីហ្នឹងរបៀបចឹងណាហើយខ្ញុំនិយាយទៀតទាំងអាចជា Divine Union ជាមួយនឹងស្លាប់ Angel 2ហ្នឹងស្លាប់ទេវតា2ហ្នឹង Anything else for this collective reading Thank you แล้วกูយកឬក៏អត់ទេនេះចូលវិញណា The Emperor ខ្ញុំអត់surprise នៅពេលដែលការនឹងចេញមកខ្ញុំគិតថារវាងខ្ញុំគិតថាបើម្នាក់ទាំងអស់គ្នាទេគឺមនុស្សរបស់អ្នកនរគ្នាម្នាក់ក្នុងចំណោម2នាក់ហ្នឹងគឺជាប្រភេទមនុស្សដែលរៀងមានគេហៅថាភាពលេចធ្លោនៅក្នុងសហគមន៍ដោយសារតែយើងឃើញមានច្រើន The Emperor យើងដឹងឲ្យបកប្រែមកថាអីមហាក្សត្រចឹងហ្នឹងហើយហើយយើងមានអាហ្នឹងត2 3អ្នកនរគ្នាមើល crown មកុដហ្នឹងគឺតំណាងឲ្យស្ដេចដូចគ្នាហើយតែមកយើងមានអាវនេះគឺជាភេទសត្វដែលឆ្លាតខ្លាំងហើយគាត់ពាក់ក្រោនមកុដនឹងទៀតវិញគឺសិននិយាយពីគេហៅថាមនុស្សលេចធ្លោហ្នឹងហើយមនុស្សលេចធ្លោមនុស្សជោគជ័យមនុស្សដែលមានគេហៅថា authority មានសិទ្ធិអំណាចក្នុងដៃតូចបំផុតក៏ធ្វើតកែគេដែររបៀបចឹងណាចឹងម្នាក់នៅក្នុងចំណោម2នាក់បើម្នាក់អស់នេះទេគឺមនុស្សរបស់អ្នកអស់នេះគឺជាប្រភេទមនុស្សចឹងឯងចាំខ្ញុំអត់សូវ surprise នៅពេលដែលចេញនេះមកដោយសារតែវាមានការ confirm ដល់ទៅ2ហើយ Thank you. Anything else for this collective reading? Any more advices? Message for them. Thanks a lot. Thank you. មានរាប់ថាមានការពី3ចង់ចេញមកខ្ញុំជាអង្គុយសាប់ហ្នឹងតែចង់ចេញមកតែអត់ចេញមក Oops ពីរូបការទាំងអស់គ្នាតែមកដល់ទៅ2នេះAge of Pentacles និង The Moon card ខ្ញុំគាត់ថាខ្ញុំគួរតែយកកាតនេះ Age of Pentacles នឹងចង់និយាយពី hard work pay off មានថាអ្វីដែលអ្នកកំពុងតែខិតខំប្រឹងប្រែងកំពុងតែចង់បោះបង់ចោលហើយដោយសារតែខិតខំប្រឹងប្រែងយូរហើយវាគ្រាន់ឃើញផ្លែផ្កាយហ្នឹងគឺមានថាវាចិត្តបាន pay off ហើយមានថាវាចិត្តបានទទួលផលហើយAge of Pentacles នេះវាចេញមក confirm 7 of Pentacles ថ្ងៃដែលខ្ញុំប្រាប់ថាអ្នកនរ hold on អ្នកនរកុំបោះបង់ចោលហ្នឹងហើយគឺវាមក confirm ហ្នឹងហើយយើងមាន The Moon card នេះក៏និយាយពី fear និយាយពីភាពមិនច្បាស់លាស់ខ្ញុំមានអារម្មណ៍ថាអ្នកនេះមានចំនួនខ្ញុំដឹងថា passion រឿងនេះចូលចិត្តចង់ទៅធ្វើហ្នឹងវា
ជារឿងអីទេតែអ្នកនេះមើលទៅដូចជាគេហៅថាមានការភ័យខ្លាចនៅរឿងហ្នឹងខ្លះណារបៀបថាទីមួយអារម្មណ៍ទៅរៀង risky ដូចជាផ្លូវអ្នកនេះជ្រើសរើសដើរទៅហ្នឹងដូចវារៀងមានអារម្មណ៍ថាវារៀងដូចថាវាចេញក្រៅ comfort zone មកអ្នកនរគ្នាហ្នឹងហើយដែលធ្វើឲ្យមានការភ័យខ្លាចថាខ្លាចតែវាมันអាចទៅរួចទេចេះមួយចុះពីរអ្វីគឺនៅមិនទាន់ឃើញច្បាស់របៀបចឹងដូចរៀងនៅស្ថិតនៅក្នុងហៅថាភាពស្ពេចស្ពិលប៉ុន្តែដោយប្រាប់ទៀតចឹងគឺចក្រវាលគឺគាត់នៅខាងអ្នកនរគ្នានិយាយចេះទៅសួរស្ដាប់ហ្នឹងហើយហើយបូកផ្សំជាមួយសមត្ថភាពរបស់អ្នកនរគ្នាផងអ្នកនរគ្នានឹងអាចមានសក្តានុពលក្នុងរឿងហ្នឹងទទួលបានជោគជ័យមានសក្តានុពលទទួលបានជោគជ័យក្នុងរឿងហ្នឹងរបៀបចឹងណាហើយយើងមាន crown មក confirm ដល់3មាន the emperor ក៏និយាយពី king ក៏និយាយពី stud ហ្នឹងគឺមានគឺហ្នឹងឯងហើយនេះក៏ crown ទាំងពីរនេះក៏និយាយពី stud ដែរមានថានិយាយពី stud និយាយពីភាពថាមនុស្សដែលខ្លាំងជាងគេនិយាយទៅគឺនិយាយពីភាពជោគជ័យហ្នឹងឯងហើយមួយយ៉ាងហ្នឹងក៏គួរតែផ្ដោតអារម្មណ៍ទៅលើ intuition របស់អ្នកនរគ្នាបើសិនជាអ្នកនរគ្នាមានអារម្មណ៍ទី6ឬអារម្មណ៍អ្វីដែលប្រាប់អ្នកនរគ្នាវាអាចនឹងคล้ายជាការពិតដែរអារម្មណ៍អស់ហ្នឹងជួនកាលវាពិតជួនកាលវាពិតតែមួយយ៉ាងហ្នឹងប្រហែលជាវាអាចពិតដោយសារតែយើងមាន the moon card នេះទៀតខ្ញុំមានអីទៀតអត់មានទេខ្ញុំ move on okay pay your wands គឺទៀតហើយនិយាយពីរឿង take action ទៀតហើយគឺឲ្យអ្នកគ្នា take action សម្រាប់អ្នកគ្នាមួយចំនួនដែលបានទៅធ្វើកិត្តកម្រងអញ្ចឹងណាកម្រងទៅសេឡើងមកភ្លុះហើយតែអត់ហ៊ានទៅ take action អត់ហ៊ានទៅធ្វើវាហ្នឹងគឺជំរុញអ្នកទៅធ្វើវាអញ្ចឹងហើយបើនិយាយពីមនុស្សវិញបើសិនរឿងស្នេហាវិញគឺម្នាក់ហ្នឹងគាត់នឹងកំពុងរៀបចំមក approach អ្នកគ្នាឲ្យសួរថានៅពេលណាគឺនៅអាចនៅក្នុង Sagittarius seasonខ្ញុំនិយាយចឹងជាមួយអ្នកផ្សេងគាត់រៀងមើងម៉ាត់គាត់រៀងនេះតែជាមួយអ្នកនេះគាត់ធ្វើចរិតរៀងដូចតុនរៀងដូចទៅជាចង់កូនក្មេងចឹងណាតែខ្ញុំយល់ថាវា cute ព្រោះយើងគិតមើលមនុស្សម្នាក់ជាមួយអ្នកផ្សេងឡើងរឹងមុំឡើងនេះដល់ពេលជាមួយយើងបើជាធ្វើឲ្យរៀង cute មើលទៅវាជា energy ដែរធ្វើឲ្យរៀងតុនផ្លុនធ្វើឲ្យចរិតក្មេងមើលទៅវា energy ដែរគេហៅថាវាសាន់ខាទៀតណាតែគេហៅថា cute របៀបចឹងWhy it's not coming up? Okay. You mean the world? Wow. អានេះក៏និយាយពីភាពជោគជ័យ wholeness, completion វាថាភាពពេញលេញហ្នឹងហើយខ្ញុំដឹងតាំងពីដំបូងម៉េះអ្នកទាំងពីរហ្នឹងគឺមកបំពេញគ្នានឹងឯងវាចឹងគឺអ្នកនេះបំពេញឲ្យជីវិតគាត់កាន់តែពេញលេញកាន់តែសប្បាយរីករាយគាត់ក៏មកបំពេញឲ្យអ្នកនេះកាន់តែសប្បាយរីករាយកាន់តែពេញលេញយ៉ាងដូចគ្នាវាចឹងបើនិយាយពីមនុស្សវិញណាហើយបើនិយាយពីរឿងការងារឬរឿងអ្វីអ្នកនេះចង់ទៅធ្វើនោះខ្ញុំនិយាយចឹងទៅពេលអ្នកនេះនឹងបានវាពេលអ្នកនេះបានទទួលណាហ្នឹងអ្នកនេះនឹងមានអារម្មណ៍ថាជីវិតរបស់អ្នកនេះគឺពេញលេញមែនតើរបៀបចឹងដូចលែងខ្វះអីហើយក៏នៅពេលហ្នឹងក៏អ្នកនេះនឹងសប្បាយរីករាយដែរនៅពេលដែលវាមានភាពពេញលេញក្នុងជីវិតហ្នឹងឯងហើយមួយទៀតនេះក៏និយាយពីស្នេហាផ្លូវឆ្ងាយដែរយើងមានpage of one មួយដែរចឹងសម្រាប់មួយចំនួនថាអាចទៅស្នេហាផ្លូវឆ្ងាយស្នេហាតាមអ៊ីនធឺណិតអីចឹងទៅរបៀបចឹងអា the world card ហ្នឹងអាចនិយាយបានច្រើនអញ្ចឹងចាប់យកតាមពលឲ្យជាប់ទៅអ្នកនរគ្នាទៅ Thanks Just anything else ខ្ញុំយក Six of Pentacles មួយទៀតវាតំណងហ្នឹងមានការឲ្យទៅឲ្យមកស្មារតីគ្នាខ្ញុំអត់ឆ្ងល់ទេដោយសារតែយើងមាន union មួយហើយដូចខ្ញុំនិយាយចឹងគឺមិនមែនជាគេហៅថាតំណងដែរទីខ្សែលើឬក៏ចង់បានតែគេហៅថាអីណាផលប្រយោជន៍ខាងអត់ទេនឹងមានការឲ្យតែមកស្មារតីគ្នាហើយដែលខ្ញុំនិយាយចឹងម្នាក់ហ្នឹងដូច universe គាត់ឲ្យមកជួយគ្រប់គ្រងអ្នកនរគ្នាចឹងរបៀបចឹងណាតែអ្នកនរគ្នាក៏ដូចគ្នាចង់និយាយថាគាត់គ្រប់គ្រងអ្នកនរគ្នាតែនៅពេលតែមួយអ្នកនរគ្នាក៏បានបំពេញឲ្យគាត់ដែរគេហៅថាមិញចេញមក Three of Pentacles ទៀតមកបញ្ជាក់ដែរមែនទៀតទេ Three of Pentacles នេះក៏និយាយពី team work ដែរមានថាសម្រាប់មួយចំនួនគឺអាចស្គាល់ម្នាក់នឹងនៅកន្លែងធ្វើការនឹងឯងនេះខ្ញុំនិយាយដដែលតាំងពីដំបូងចឹងមានទៀតទេមានតែការ confirm ដដែលហ្នឹងឯង
ហើយនេះក៏ចំលោកអ្នកនេះថាត្រូវឲ្យមានការឲ្យតែមកស្មារតីគ្នាបើសិនជានឹងបកមួយទៀតណាបើសិនជាអ្នកអស់គ្នាខ្ញុំមិនថានេះចំនួនចឹងទេតែបើសិនជាណាពីបើសិនជានេះជាប្រភេទមនុស្សដែលតែចង់បានរបស់គេអានឹងអត់ទេគឺត្រូវឲ្យមានទៅមានមកស្មារតីគ្នាណាហ្នឹងហើយដូចគ្នាបើសិនជាម្នាក់ហ្នឹងអ្នកនេះមើលទៅគាត់ជាប្រភេទមនុស្សដែលចង់តែបានរបស់គេគឺមិនមែនម្នាក់ហ្នឹងទេគឺរឿងហ្នឹងគឺត្រូវឲ្យមានការឲ្យទៅមកស្មារតីគ្នាអត់មានអ្នកណាម្នាក់នេះថារបៀបចង់បានតែម្ខាងហ្នឹងរបៀបចឹងណាប៉ុន្តែក៏អាចនិយាយចេះដែរមិនមែនខាងគេឲ្យយើង100យើងត្រូវឲ្យគេវិញ100វិញមែនរបៀបហៅថាចេះខ្ញុំនិយាយមិនដែរឧទាហរណ៍ម្នាក់ហ្នឹងគាត់តម្រូវឲ្យមកជួយអ្នកនរគ្នាគ្នារបៀបចឹង support ឲ្យគាត់សម្រាប់គ្រប់គ្រងអ្នកនរគ្នាជាងការគ្រប់គ្រងរបស់គាត់ហ្នឹងឧទាហរណ៍គាត់គ្រប់គ្រងជាលក្ខណៈថាវិការឧទាហរណ៍ណាប៉ុន្តែគាត់បានទៅវិញបែរជានៅគេហៅថាចិត្តស្មោះហើយនឹងភាពរីករាយតែគាត់បានពីអ្នកនរគ្នាវិញអាហ្នឹងក៏ជាអ្វីអ្នកនេះឲ្យគាត់ទៅឲ្យគាត់ដែរមិនមានន័យថាឲ្យ$100ត្រូវឲ្យ$100ទៅវិញទេមានថាភាពរីករាយហើយនឹងចិត្តស្មោះរបស់អ្នកនរគ្នាក៏ធ្វើគាត់សប្បាយចិត្តហ្នឹងក៏វាស្មារតីជាមួយនឹងអ្វីដែលគាត់បានធ្វើអ្នកនរគ្នាការងារដែលគាត់បានធ្វើអ្នកនរគ្នាឬក៏ថវិកាដែលគាត់ជួយ support អ្នកនរគ្នាដែររបៀបចឹងហ្នឹងហើយគេរបៀបចឹងការឲ្យតែមកស្មារតីគ្នានឹងមិនចាំបាច់ថាឲ្យលុយទៅគឺឲ្យលុយមកឬក៏ឲ្យនំមួយទៅឲ្យនំមួយមកវិញរបៀបចឹងហ្នឹងហើយគឺក៏អាចខ្លាំងខ្លាញ់តាមរបៀបចឹងដែរខ្ញុំគិតថាខ្ញុំចង់ប្រើកាតមួយទៀត spirit message oracle ខាងខ្ញុំខាងប្រើ oracle ខាងនេះថ្ងៃនេះខ្ញុំមានអារម្មណ៍ថាចង់ប្រើកាតAny more message for my collective reading? Any guidance, suggestion? Thank you. ខ្ញុំអាចមានអារម្មណ៍ថាដូចយើងរភើបសប្បាយចិត្តដល់ហើយនៅក្នុងការអានបៀមួយនេះដោយសារតែខ្ញុំឃើញថាអ្នកទាំងពីរនេះគឺបំពេញគ្នាទៅវិញទៅមករបៀបចឹងណាហ្នឹងហើយវត្តមានអ្នកទាំងពីរមកជួបគ្នាគឺធ្វើឲ្យរៀងខ្លួននឹងសប្បាយចិត្តរៀងខ្លួននៅពេលដែលមានគ្នារបៀបចឹងណាពីដំបូងផាជាអាចមានភាពស្មុគស្មាញបន្តិចមើលទៅមិនថាភាពស្មុគស្មាញអីទេគ្រាន់តែ energy ខ្ញុំចាប់បានពីដំបូងដូចរៀងមានភាពស្មុគស្មាញតិចប្រហែលជាអាចនឹងអ្នកទាំងពីរមិនទាន់ស្គាល់ចរិតគ្នាឬក៏អីចឹងណាដល់ពេលតិចទៅនឹងល្អប្រសើរចេះសម្របទឹកគ្នាទៅវិញទៅមកជាពិសេសគឺ energy របស់មនុស្សអ្នកនរគ្នាហ្មងដែលគេសម្របអ្នកនរគ្នាខ្លាំងមែនតើដោយសារគេស្រឡាញ់អ្នកនរគ្នាខ្លាំងណាអីយ៉ា you sorry ខ្ញុំសូមអានការពីនេះសិនណាព្រោះសាប់មើលទៅចង់ចេញមកប៉ុន្តែអត់ចេញហ្មងគឺត្រាក់ត្រូវហ្នឹងអូខេឈប់ If you think you are alone, you are not. We are beside you in all challenges that you face. Trust that outside sources will always be working with you to ensure the best outcome of every situation. We have your best interest at heart. We love you. អ្នកចង់លេខក៏អានខ្លួនឯងបានណានឹងឲ្យស្គប់ចុចស្គប់អានក៏បានដែរអីទេដូចខ្ញុំនិយាយអញ្ចឹងគឺចក្រវាលគឺគាត់ចាំតែជួយអ្នកនររហូតចង់ប្រាប់ថាអ្នកនរគាត់ថាអ្នកនរនៅតែឯងអ្នកនរធ្វើរឿងហ្នឹងតែឯងគឺមិនមែនទេគឺគាត់នៅចាំ support ចាំជួយអ្នកនរគ្រាន់តែថាអ្នកនរគឺអត់បានដឹងពីការជួយរបស់គាត់ទេអញ្ចឹងណាហើយគាត់ក៏ទៀមទាអ្នកនរដឹងគាត់គ្រាន់តែចង់អ្នកដឹងនេះគឺមិនមែនដឹងដើម្បីអីទេគឺដឹងដើម្បីឲ្យអ្នកនរគិតកុំគិតតែខ្លួនរឿងហ្នឹងអ្នកនរគឺឯកោធ្វើវាតែឯងទៅធ្វើអ្នកនរមានអារម្មណ៍ថានឿយហត់មិនចង់បន្តទៀតទេអត់ទេគឺគាត់ចង់ប្រាប់ថាគាត់នៅជាមួយអ្នកនរចាំគ្រប់ត្រូលអ្នកនររបៀបចឹងណាគេមានឲ្យសុំទោសផងទាំងអស់គ្នាមិននឹងអស់ថ្មខ្ញុំត្រូវទៅដូរថ្មខ្ញុំចង់និយាយថានេះកម្មសិលទៀតខ្ញុំចង់និយាយថា I can make this up អ្នកចេះអង់គ្លេសអ្នកនេះមើលអ្នកស្គប់មើលបានណាឥឡូវខ្ញុំអានឲ្យស្ដាប់ You wouldn't plant a seed and then dig it up every few minutes មានថាអ្នកមិនអាចដាំក្របដើមឈើហើយទៅឆ្កឹះវា
2-3 នាទីម្ដងឯងដើម្បីមើលថាតើវាគេហៅថាលូតលាស់នៅឯណា So why do you keep questioning yourself your hard work and your decision have patience stop overthinking and keep watering your seed អ្នកនេះដូចខ្ញុំនិយាយដើមឈើគឺថាដើមឈើហ្នឹងហ្នឹងហើយយើងត្រូវការចាក់ទឹកវាស្រោចវាបើពេលវាធំឡើងវាមានតកៅក៏ត្រូវការបាញ់ថ្នាំវាអីចឹងដើម្បីឲ្យវាធំរីកលូតលាស់ឡើងមិនអាចធ្វើក្នុងពេលតែ2-3ថ្ងៃហើយវាលូតសង្ឃឹមថាវានឹងលូតលាស់ខ្លះទៅជាមានផ្លែផ្កាបាននេះហ្នឹងឃើញទេឥឡូវចេញមកបញ្ជាក់អត់មានទេអ្នកនរគឺចេញមកបញ្ជាក់អ្វីនេះនិយាយមិញហ្នឹងឯងគឺគេឲ្យអ្នកនរចង់និយាយថាប្រាប់ថាកុំឲ្យ doubting មានថាកុំឲ្យសង្ស័យទៅលើការងាររបស់អ្នកនរវានឹងទទួលបាននៅលទ្ធផលនៃជោគជ័យតែវាត្រូវការពេលវេលាត្រូវការគេថាភាពអំណត់ហើយត្រូវការអ្នកនរខំប្រឹងសូចទឹកស្អីគ្រាប់ឈើនឹងទៅរបៀបចឹង Thank you Thanks ហើយខ្ញុំនិយាយទៅមុនខាននេះខ្ញុំដឹងថាអ្នកនរមានការបារម្ភនៅសង្ស័យថាវាអាចទៅរួចអត់ចឹងណាហ្នឹងឯងតែចាំមកគេចង់មកបញ្ជាក់គេគ្រាន់តែបញ្ជាក់ប្រាប់ថាវាអីទេវានឹងអាចទៅរួចឯការងារហ្នឹងគាត់ថាត្រូវការពេលវេលាត្រូវការ effort ការខំប្រឹងប្រែងបន្តទៀតហើយនឹងភាពអំណត់ Anything else for this collective reading Thank you ណាគួរយកអត់ទេឥឡូវខ្ញុំអាននេះមើលហើយចាំខ្ញុំអានតាមក្រោយសម្រាប់អ្នកដែលចេះអង់គ្លេសគាត់អាចមើលបានគាត់អាច scope គាត់អាចចុច scope វីដេអូមើលបានណា Okay make it your mission to accept all parts of you the good and what you perceive to be your imperfections don't look for any outside validation is already within you once you realize your true beauty and potential you will never doubt yourself again និយាយតែអំពី self confidence ហ្នឹងឯងគឺចង់អ្នកគ្នាគេហៅថាបាត់បង់ជំនឿចិត្តលើខ្លួនឯងព្រោះខ្ញុំគាត់ថាមនុស្សម្នាក់គឺអត់ perfect ទេធ្លាប់មានរឿងអ្វីមួយដែលយើងធ្វើទៅវាបរាជ័យវាអញ្ចេះវាអញ្ចោះយើងធ្វើខុសទៅដែលយើងបន្ទោសខ្លួនឯងដែលយើងរៀងបាត់បង់ព្រោះយើងបាត់បង់នៅជំនឿចិត្តលើខ្លួនឯងប៉ុន្តែការហ្នឹងគេឲ្យអ្នកគ្នាទទួលទាំងអស់ទាំងចំណុចល្អនិងចំណុចអាក្រក់របស់ខ្លួនរបៀបអញ្ចឹងបើអ្នកគ្នាធ្លាប់ធ្វើខុសធ្លាប់មានចំណុចមិនល្អធ្លាប់មានអ្វីដែលគេហៅថាអត់ perfect គេហៅថាអត់ perfect ហ្នឹងមកថាមិនអត់ខ្ចោះហ្នឹងហើយចង់ប្រាប់ថាមនុស្សនោះអត់មានអ្នកណាមួយគឺអត់ខ្ចោះទេចឹងហើយចង់ឲ្យអ្នកនេះទទួលស្គាល់ទាំងភាពទាំងអស់ហ្នឹងគឺទុកថាជាគេហៅថាបើអ្វីដែលនេះធ្វើទៅវាពីមុនមកតែធ្លាប់ខុសឬក៏ធ្លាប់អីហ្នឹងគឺចង់ឲ្យអ្នកនេះឈប់បន្ទោសខ្លួនឯងទៀតឈប់ធ្វើឲ្យរឿងហ្នឹងវាធ្វើឲ្យអ្នកនេះបាត់បង់នៅភាពជឿលើខ្លួនឯងណាហ្នឹងហើយរបៀបចឹងមានអារម្មណ៍ថា Universe គឺ support អ្នកនេះមែនតើណាព្រោះគាត់តែចេញ Jupiter ហ្នឹងមកខ្ញុំដឹងមកហើយជាមួយនឹង Sagittarius ពីមុខហ្នឹងមក Jupiter នេះជាប្រភេទផែនដីគេហៅថាហ្នឹងហើយplanet មួយដែលសំណាងដែលផ្ដល់នៅសំណាងដែលផ្ដល់នៅនេះអីហ្នឹងគឺខ្ញុំដឹងថាវាមានគឺរឿងហ្នឹងតើតើនឹងការគ្រប់គ្រងពីចក្រវាលហ្នឹងឯងដូចជាមានទីទេខ្ញុំមើលទៅគឺល្អហើយអញ្ចឹងមិនថាអ្នកនៅពេលនេះគឺមាននរណានៅជាមួយអ្នកនរគ្នាជួយគ្រប់គ្រងអ្នកអត់ទេប៉ុន្តែចក្រវាលចង់ប្រាប់ថាគឺគាត់នៅគ្រប់គ្រងអ្នកនរគ្នាវាអញ្ចឹងណាតែការទាំង3នេះចេញមកបញ្ជាក់ឲ្យខ្ញុំនិយាយតាំងពីដំបូងហើយការ3នេះចេញមកបញ្ជាក់ទៀតខ្ញុំមិនដឹងថាមានអីថានិយាយទៀតទេព្រោះគឺមានការ confirm មកហើយអូខេចាំមានតែប៉ុណ្្នឹងទាំងអស់គ្នាណាខ្ញុំមិនដឹងថាទេខ្ញុំមើលការទូទាយមួយនេះហើយខ្ញុំមានអារម្មណ៍រៀងដូចខ្ញុំអត់ដឹងតែរៀងដូចមានណូយត់ណាមិនអីមានដូចហៅថាអូខេចាំមានតែប៉ុណ្្នេះទាំងអស់គ្នាជួបគ្នាពេលក្រោយបាយសំណាងល្អដល់គ្នា